វិតថ្មីក្នុងវិស័យអប់រំនិងវិជ្ជាជីវៈដែលជាបំណងប្រាថ្នានាថ្ងៃអនាគតរបស់ពួកគេការវិនិយោគជាមួយកុមារនៅថ្ងៃនេះនឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញនិងប្រកបដោយសក្តានុពលនាពេលអនាគតដើម្បីធានាសេរីភាពកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខភាពរបស់ប្រជាជនប្រាប់ប្រទ្រង់កិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រកបដោយសេរីភាពនៅក្នុងប្រទេសជាតិឯកកម្ពុជាបន្តមកនេះគឺយុវជនមកពីវិទ្យាស្ថានបច្ចេកវិទ្យាបញ្ជាមនុស្សយន្តដោយទូរស័ព្ទនិងការប្រើរលកធាតុឌីជីថលនិងពិសេសគឺការបង្កើតចំណាយរណបគឺជាបង្កើនការធ្វើដំណើរសេដ្ឋកិច្ចការជួយជាមានស្ទើរសង្គមនិងក៏ជាកូនអាដែលខ្ញុំចឹងគឺជំនួសឲ្យយើងច្រើនមិនណាក្នុងជំនាញខ្ញុំចឹងល្អនិងសមត្ថភាពនឹងការកសាងនិងការអភិវឌ្ឍជាតិនិងញ៉ាំជួយចូលក្នុងការពិធីព្រោះនៅទីការអពលស្រានតាមពីព័ន្ធនៅជាក្តីស្រមៃដល់ពុជិហើយក៏អរគុណយ៉ាងម៉េចដល់គ្នាសម្រាប់វត្តមានរបស់គួររបស់សម្ដេចព្រះមហាក្សត្រទៅតាមលោកฝ่ายនយោបាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្របានជួបតែបានទូសុភ័ក្របាទអាយុ11ឆ្នាំជាពាក់ខោកម្ពុជាពណ៌ខ្មៅអាវក្រឡាខ្មៅកលាខ្មៅបាទលីខោកម្ពុជាបើសិនជាបានប្រទះឃើញថាគាត់បានវេជាមួយនឹងម្ដាយរបស់គាត់អត់ត្រេះ